ស្អាតណាស់តើកុំកម្រើកមិនក៏មកយឺតម្លេះអ្នកនាងតូចភ័យហើយមែនទេទៅចុះអ្នកនាងតូចរត់ទៅអ្នកនាងតូចឡើងម៉ូតូមកឯងធ្វើជាអង្គរៈរបៀបមិនហ្នឹងពិធីភ្ជាប់ពាក្យរបស់ទិញស៊ីវចិត្តដល់ហើយឯងបែរជាបណ្ដោយឲ្យគេចាប់ខ្លួននាងទៅកើតខ្ញុំសុំទោសគឺកំហុសខ្ញុំបើមានលើកក្រោយទៀតសូម្បីតែជីវិតថោកទាបឯង10ក៏សមមិនគ្រប់ដែរឯងចូលចិត្តញ៉ាំតើអរគុណណាស់អ្នកនាងតូចពិធីភ្ជាប់ពាក្យយប់នេះខ្ញុំគួរតែទៅទេស្រេចតែអ្នកនាងសម្រេចចិត្តចុះមេខ្ញុំមិនយល់តតែសោះមេគឺជាបងធំនៃបាក់ដ៏ធំបំផុតនៅក្នុងប្រទេសអ៊ីកទាំងមូលមេក្តោបក្តាប់ខ្សែជីវិតហិរញ្ញវត្ថុដ៏ធំធេងគ្មាននរណាម្នាក់នៅក្នុងប្រទេសអ៊ីកអាចប្រៀបជាមួយមេបានឡើយចុះមេក៏មេសុកចិត្តធ្វើជាអង្គរៈក្បែរខ្លួនកញ្ញាសិនទៅវិញហើយមេដាច់ចិត្តមើលនាងរៀបការជាមួយអ្នកផ្សេងបានយ៉ាងម៉េចលូឆិនឯងកុំចាត់មេបាក់ទាំងអស់ដើម្បីឡើងមកអង្គុយលើកៅអីខ្ពស់នេះឯងមានមោទនភាពចំពោះខ្លួនឯងណាស់មែនទេក៏មិនអន់ដែរថ្ងៃនេះឯងនឹងឲ្យឯងសងបំណុលឈាមនេះលូឆិននឹកមិនដល់មែនទេមនុស្សក្បែរខ្លួនឯងក៏មិនមានសុវត្ថិភាពដែរមេត្រូវរបួសហើយសៀវហីជួយការពារខ្ញុំផងខ្ញុំនឹងការពារមេត្រឡប់ទៅជួយជើឆាងទៅខ្ញុំអាចមើលថែខ្លួនឯងបានមេខ្ញុំប្រហែលជាមិនអាចត្រឡប់ទៅវិញបានទេជីវិតរបស់មេពិតជាមានតម្លៃខ្លាំងណាស់ហាមបាញ់គ្នាដាច់ខាតឯងនៅតែហូរឈាមតើឲ្យខ្ញុំជូនទៅមន្ទីរពេទ្យទៅល្អទេមិនបាច់ទេបើប៊ូឆ្លងមេរោគឯងនឹងស្លាប់មិនខានកុំខ្វល់ពីខ្ញុំអីកញ្ញាសិនមិនក៏មកនៅទីនេះទៅវិញលោកម្ចាស់ឲ្យកញ្ញាត្រឡប់ទៅវិញជាបន្ទាន់បើឈឺញ៉ាំស្ករគ្រាប់មួយទៅណា
មេមនុស្សទាំងអស់ត្រូវបានដោះស្រាយរួចរាល់ហើយពួកក្បត់ត្រូវបានកម្ចាត់អស់ហើយកញ្ញាសិនកញ្ញានេះជាក្រុមអង្គរៈថ្មីមើលទៅសមរម្យណាស់តើណោះបងស្រីគ្មានម្ដាយពិតជាគួរឲ្យអាណិតណាស់ពេលនេះបងគ្រាន់តែជាកូនជ្រូកដែលពួកយើងលក់ដើម្បីយកលុយតែប៉ុណ្ណោះខ្ញុំគ្មានម្ដាយមែនប៉ុន្តែបន្ទប់ដែលឯងកំពុងរស់នៅសប្តាហ៍ថ្ងៃដើមឡើយគ្រាន់តែជាបន្ទប់តុបតែងខ្លួនរបស់ម្ដាយខ្ញុំប៉ុណ្ណោះចុះមិនក៏ឯងគ្មានបន្ទប់ផ្ទាល់ខ្លួនអញ្ចឹងឬមួយក៏ម្ដាយឯងមិនព្រមនរណាឲ្យសិទ្ធឯងមកប៉ះពាល់សម្លៀកបំពាក់របស់ខ្ញុំសិនទិញស៊ីវឯងហ៊ានវាយអញផងហេឯងគ្រាន់តែជាកូនស្រីរបស់ប្រពន្ធចុងដែលស្លាប់ទៅហើយរបស់ប៉ាប៉ុណ្ណោះពេលនេះខ្ញុំទេជាកូនស្រីច្បងនៃគ្រួសារសិនពេលឯងរៀបការចូលគ្រួសារគូហើយរាល់អ្វីគ្រប់យ៉ាងរបស់ឯងនឹងក្លាយជារបស់ខ្ញុំទាំងអស់ឯងមានសិទ្ធអីមកវាយអ្នកនាងបានធ្វើឲ្យខូចខាតសម្លៀកបំពាក់របស់អ្នកនាងតូចហើយយ៉ាងម៉េចគ្រាន់តែជាអង្គរៈថោកទាបម្នាក់ហ៊ានមកប្រឆាំងនឹងខ្ញុំផងហេសិនទិញស៊ីវមើលឆ្កែដ៏ល្អដែលឯងចិញ្ចឹមទៅមើលលើកក្រោយបើហ៊ានប៉ះខ្ញុំទៀតប្រយ័ត្នលូឈិនខំឯងឲ្យងាប់ទៅណាសិនទិញស៊ីវឯងចាំមើលទៅលូឈិនឯងធ្លាប់គិតទេបើខ្ញុំរៀបការទៅហើយគូជឹងស៊ីងធ្វើបាបខ្ញុំនឹងនៅក្បែរអ្នកនាងជានិច្ចគេមិនហ៊ានឡើយនរណាត្រូវការឲ្យឯងមកនៅក្បែរនោះពេលនេះសូមគូស្នេហ៍ថ្មីចុះហត្ថលេខាលើលិខិតអាពាហ៍ពិពាហ៍ថ្ងៃនេះដៃខ្ញុំមិនសូវស្រួលទេកាន់ប៊ិចមិនជាប់ឡើយឬមួយក៏លូឈិនឯងជួយចុះហត្ថលេខាជំនួសខ្ញុំទៅបណ្ដោយឲ្យអង្គរៈចុះហត្ថលេខាជំនួសអញ្ចឹងហេនេះវាជាសម្ដីឈួតលប់អីហ្នឹងមើលទៅគ្រួសារសិនមិនត្រូវការជំនួយពីគ្រួសារគូរបស់យើងទៀតទេអញ្ចឹងការភ្ជាប់ពាក្យនេះចាត់ទុកជាមុខខចុះលោកម្ចាស់គូនាងមិនមានបំណងបែបនេះទេនៅផ្ទះនាងត្រូវបានគេថ្នាក់ថ្នមពេកទើបចូលចិត្តលេងសើចជាមួយជឹងស៊ីងបែបនេះមែនទេទិញស៊ីវបើគ្រួសារគូលុបចោលការភ្ជាប់ពាក្យគ្រួសារសិននឹងត្រូវវិនិច្ឆ័យមិនខានចាស់ខ្ញុំគ្រាន់តែឃើញពិធីនេះអាធិកអធមពេកទើបចង់លេងសើចបន្តិចបន្តួចដើម្បីឲ្យគ្រប់គ្នាសប្បាយចិត្តប៉ុណ្ណោះខ្ញុំគិតថាបន្ទាប់ពីទិញស៊ីវរៀបការចូលមកហើយនាងត្រូវតែរៀនសូត្រពីច្បាប់ទម្លាប់ឲ្យបានល្អខ្ញុំនិងម្ដាយរបស់ខ្ញុំពិតជាមានជីវិតលំបាកណាស់ទើបតែបានរស់នៅស្រួលក្នុងគ្រួសារសិនបានពី3ថ្ងៃសិនវិញអាសម្លាញ់ចាស់នោះក៏ស្លាប់បាត់ទៅបន្សល់ទុកតែសិនទិញស៊ីវអាមនោះឥតប្រយោជន៍ម្នាក់នេះពិធីភ្ជាប់ពាក្យត្រូវបានបញ្ចប់ជាស្ថាពរយកទៅចុះអ្នកនាងតូចកុំពិសាទៀតអីថ្ងៃនេះជាថ្ងៃមង្គលរបស់ខ្ញុំហេតុអីក៏ខ្ញុំមិនអាចផឹកបានបងស្រីមិនក៏មិនទៅរាក់ទាក់ជាមួយបងជឹងស៊ីងទៅប្រហែលជាមកពីបងជឹងស៊ីងគិតថានាងគួរឲ្យខ្មាស់គេហើយដឹងកុំនិយាយអញ្ចឹងអីបងស្រីខ្ញុំអង្គរៈរបស់នាងពូកែវាមនុស្សណាស់ណាខ្លាំងណាស់តើកញ្ញាសិនព្រុសពី3ម៉ាត់ឲ្យពួកយើងស្ដាប់បន្តិចមើលសិនទិញស៊ីវឯងឈួតហើយមែនទេហ៊ានជីស្រាដាក់កញ្ញាឈិនផងហេ
ខ្ញុំគិតថាអញពិតជាឈួតមែនទែនហើយគ្រាន់តែដើម្បីអង្គរៈម្នាក់សោះហ្នឹង